ថ្លែងបើកសិក្ខាសាលាឯកឧត្តមចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានលើកឡើងថាផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាពស្ថិរភាពនយោបាយនិងកំណើនសេដ្ឋកិច្ចដែលយើងសម្រេចបានក្នុងរយៈពេលកន្លងមកសិក្ខាសាលានេះធ្វើឡើងក្រោមការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនានិងមន្ត្រីរាជការក្រមអាវ៉ាតនារសៀលថ្ងៃទី21ខែតុលាឆ្នាំ2025នាទីស្តីការក្រសួងតាមរយៈរបាយការណ៍របស់ឯកឧត្តមរស់វណ្ណីអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវស្វាហាប់ប៉ិនប្រសប់ប្រកាសនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី7នៃរដ្ឋសភាបានបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើនក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដែលធ្វើឲ្យប្រទេសជាតិយើងទទួលបាននូវការផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈសម្ដៅប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050ដូចនេះក្រសួងធម្មការនិងសាសនាបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះបានធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឲ្យកាន់តែទូលំទូលាយក្នុងទិសដៅបន្តជំរុញការចូលរួមអនុវត្តគោលនយោបាយលើកកម្ពស់សាសនារបស់រដ្ឋតម្លៃសីលធម៌សង្គមនិងសុខដុមនីយកម្មសាសនាស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ2023ដល់ឆ្នាំ2028របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាគោលនយោបាយខាងលើនេះស្ថិតនៅបញ្ចកោណទី1មុំទី5ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌សមធម៌និងបរិយាបន្នក្នុងគោលដៅនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពដោយកំណត់យកនៅអតិភិបគន្លឹះចំនួន5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យា Digital ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិនិងជំរុញបរិវត្តកម្ម Digital នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជាដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ2050ក្នុងន័យនេះឯកឧត្តមចៃបូរិនបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារនាពេលកន្លងមករបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់របស់ក្រសួងធម្មការនិងសាសនាដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរនាពេលកន្លងមកនាឱកាសនេះតាមរយៈសិក្ខាសាលាដ៏មានតម្លៃនេះឯកឧត្តមរដ្ឋមន្ត្រីចៃបូរិនបានផ្ដល់អនុសាសន៍គន្លឹះចំនួន5ដូចខាងក្រោមទី1អង្គភាពក្រមអាវ៉ាតក្រសួងទាំងអស់ត្រូវរៀបចំផែនការអភិវឌ្ឍតាមផ្នែកនិងផែនការសកម្មភាពរបស់ខ្លួនឲ្យមានភាពផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្ររបស់ក្រសួងនិងរបៀបវារៈគោលនយោបាយអាទិភាពដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាទី2ត្រូវសហការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍតាមផ្នែកនីមួយៗដើម្បីធានាសង្កត់ភាពអតិភិបដោយផ្សារភ្ជាប់ជាមួយយុទ្ធសាស្ត្ររបស់ក្រសួងនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្នុងគោលដៅសម្រេចឲ្យបានលទ្ធផលតាមការរំពឹងទុករបស់អង្គភាពនីមួយៗទី3ត្រូវបន្តបង្កើនការសម្របសម្រួលផែនការយុទ្ធសាស្ត្ររបស់ក្រសួងជាមួយនឹងដៃគូអ្នកផ្ដល់ហិរញ្ញប្បទានដើម្បីជំរុញសកម្មភាពគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរួមទាំងកម្មវិធីកែតម្រង់លើវិស័យធម្មការនិងសាសនាប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពទី4រាល់ការអនុវត្តកម្មវិធីគម្រោងនិងសកម្មភាពនានាត្រូវតាមដានត្រួតពិនិត្យនិងវិតម្លៃឲ្យបានជាប់ជាប្រចាំហើយត្រូវមានរបាយការណ៍លទ្ធផលនៃការតាមដានត្រួតពិនិត្យនិងវិតម្លៃនោះទី5គ្រប់អង្គភាពត្រូវពង្រឹងការប្រមូលចងក្រងនិងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនជាប្រចាំប្រកបដោយសង្កត់ភាពដើម្បីគាំទ្រដល់ការតាមដានត្រួតពិនិត្យនិងការវិតម្លៃការអនុវត្តសកម្មភាពឲ្យបានពេញលេញនិងទាន់ពេលវេលានិងទី6គ្រប់អង្គភាពក្រមអាវ៉ាតក្រសួងត្រូវបន្តអនុវត្តការងារប្រកបដោយស្មារតីបុរិសកម្មសកម្មនិងអន្តរសកម្មបំផុតដោយឈរលើអភិក្រមចក្រភាពនៃប្រព័ន្ធតួអង្គតែមួយ